ជំរាបសួរលោកគ្រូខ្ញុំឈ្មោះមេប្រណីមកពីក្រុម Exodus ថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើការបង្ហាញអំពីការតម្លើង server Ubuntu អញ្ចឹងចំណុចដំបូងគឺយើងត្រូវយកកន្លែង new នេះបន្ទាប់មកយើងបង្កើតឈ្មោះមួយមកគឺ Ubuntu ចុះ Ubuntu បន្ទាប់មកគឺយើងជ្រើសកន្លែង folder នេះគឺយើងជ្រើសរើសតាមហ្នឹងទៅតែឥឡូវវាមានស្រាប់គឺយើងយកតាមហ្នឹងទៅនៅលើ drive C user ISO VisualBox អញ្ចឹងទៅបន្ទាប់មកកន្លែង ISO image នេះគឺយើងជ្រើសរើសយក file ដែលបាន copy ពីគ្រូមកគឺ file ISO បន្ទាប់មកយើងចុច next អូកន្លែងនេះដោយសារវាជាន់ឈ្មោះអាចនឹងជាន់ឈ្មោះព្រោះខ្ញុំបង្កើតច្រើនដងអញ្ចឹងយើងដាក់កន្ទុយលេខ2ចុះកន្ទុយលេខ2 next កន្លែង host name របស់យើងគឺមិនហ្នឹង Ubuntu 2បន្ទាប់មក next ហើយកន្លែង harddisk នេះគឺយើងយកកន្លែង base memory យើងយក4-5G អញ្ចឹងទៅយក 5G ចុះតើមកយើងចុច next ទៀត finish តើមកយើងចាំវា run នេះអស់សិននេះវាកំពុង run នេះហើយកន្លែងនេះគឺគ្រាន់តែការជ្រើសរើស language របស់យើងទេគឺយើងយកអង់គ្លេសenter តទៀត done យើងយក done ទៀតតមកគឺយក done ទៀតកន្លែងនេះគឺយើងយក continue ហើយកន្លែងនេះគឺកន្លែង profile setup របស់យើងគឺដាក់ឈ្មោះប្រណីនេះលោកប្រណីនេះហើយកន្លែង server ដាក់ Ubuntu 2ហើយយើង enter ទៅទៀតមកកន្លែង username គឺប្រណីនេះដែរដាក់ដូចចុះប្រណីនេះ enter password ដានទៅទៀតដានទៀតកន្លែងនេះក៏យកដានទៀតដែរជំនឿរងចាំវា run ទៅ installing system វាកំពុង run នេះចឹងកន្លែងហ្នឹងអាចនឹងយូរបន្តិចតោះ you can set update and remove
ឥឡូវយើងអាចបានinstall វាហើយឥឡូវវាកំពុងតែ run ចូលទៅក្នុងកន្លែង login កន្លែង login ចូល Ubuntu នេះឥឡូវវាបាន run ចូលមកកន្លែង login ហើយបន្ទាប់មកគឺយើងរងចាំវា run អស់សិនបន្ទាប់មកកន្លែងនេះគឺយើង login ឈ្មោះរបស់ខ្ញុំបន្ទាប់មក password ដូចជាបែបនេះកន្លែងឈ្មោះ login នេះគឺប្រណីមាស enter password ត្រូវទៅមកយើងវាយទៅលើពាក្យថា full ONI enter តមកគឺវាយទៅលើពាក្យ CWD ELS LS នោះ enter អញយល់បើវាអត់ not found ចឹងធ្វើម៉េចជំរាបសួរលោកគ្រូនេះជាវីដេអូ lab ទី3តាក់ទងជាមួយនឹងការrun ទៅលើ service មួយចំនួននៅក្នុង
Linux system ដើម្បីឲ្យវា connect ចូលមកកាន់ machine នៅខាងក្រៅ អញ្ចឹងតាក់ទងជាមួយនឹងការ run command ទី1គឺ update នៅលើ Linux system របស់យើងគឺ sudo គឺ sudo apt update តាក់ទងជាមួយនឹង command ទី2គឺយើងត្រូវ install នៅ ASH server អញ្ចឹងយើងវាយ command sudo systemctl អូច្រឡំ ctl អាហ្នឹង command បន្ទាប់នេះគឺ sudo apt install open SSH server ដែល open SSH server ហ្នឹងវាជា PK របស់ SSH server របស់យើងហ្នឹងយើងវាយមួយចឹងតមកដកវាយមួយអូខេវាដានហើយអញ្ចឹងបន្ទាប់មកគឺតកតងជាមួយនឹង command បន្ទាប់គឺ sudo systemctl enable now តមក command បន្តគឺយើងឆែកទៅលើ status របស់វាថា pop មួយហ្នឹងវានៅរស់អត់វា active អត់អញ្ចឹងយើងវាយទៅលើ command sudo systemctl status ssh អូខេគឺវា active តមកយើងវាយទៅលើ command បន្ទាប់គឺ fireware យើងឆែកទៅលើ fireware គឺ sudo ufw allow ssh អូខេត្រឹមត្រូវអស់ហើយអញ្ចឹងបន្ទាប់មកគឺយើងឆែកនៅលើ IP របស់វាឆែកលើ IP ដើម្បីយើងនៅពេលដែលយើង run យើងចូលទៅវាយនៅលើ Windows PowerShell យើងត្រូវតាក់ទងជាមួយនឹង IP របស់វាអញ្ចឹងយើងវាយ IP A enter អញ្ចឹង IP របស់យើងគឺនេះ 192.168 192.168.1.28 អញ្ចឹងនៅពេលដែលយើង run command ហ្នឹងអស់ហើយយើងចូលមកកាន់ machine ពិតរបស់យើងគឺឈរនៅលើ command ក៏បានឬក៏ Windows PowerShell របស់យើងក៏បានអញ្ចឹងទី1គឺយើងអញ្ចឹងបន្ទាប់មកជាដំបូងគឺយើងត្រូវ ping នៅលើ Windows របស់យើងសិនដើម្បីវាស្គាល់គឺ ping IP របស់យើងគឺ 192.190 ឈប់ថ្មីគឺ ping 192ជាប់ណាំឡុក ping 192.168.1.28 enter គេអញ្ចឹងយើងឃើញថាយើង ping ទៅគឺវាស្គាល់តបមកយើងវាយទៅលើ command មួយទៀតគឺ ssh តបមកគឺ username របស់យើងគឺប្រណីមាសdot តមកយើងវាយលើ IP របស់យើងដែរគឺ 192.168.1.28 enter តមកយើងគ្រាន់តែវាយ yes តមកយើង enter password របស់ username យើងសាថ្មីកែប្រែអូខេ
chẳng mà này tham cứ vì châu hay chẳng dân chạy về tới ở khu em ái mới tiết cứ hostname HOST ទៅអស់ host enter ចឹងតកតងជាមួយនឹងការងារលេខទី3គឺមានតែប៉ុណ្្នឹងទេលោកគ្រូចឹងសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំឈ្មោះមាសប្រណីនៅក្រុម SU10 ហើយនេះជាវីដេអូទី4ឬក៏ lab 4ហ្នឹងឯងដែលវីដេអូនេះផងដែរធ្វើការ run នៅលើ comment មួយចំនួនតកតងជាមួយការ run comment ហ្នឹងសម្រាប់ត្រួតពិនិត្យទៅលើ hardware monitor ក៏ដូចជា system control ហើយការ run នៅលើ comment ហ្នឹងមាន4ចំណុចធំៗគឺCPU memory storage ហើយនិង disk network និង CPU ក៏ដូចជា system control អញ្ចឹងដើម្បីធ្វើការ run នៅលើ comment ទាំងអស់ហ្នឹងបានជាដំបូងខ្ញុំសូមធ្វើការ remote មកកាន់ម៉ាស៊ីនពិតរបស់យើងសិនគឺវាយ IPA ដើម្បីឆែកមើល address តបមកយើងចូលមកកាន់ PowerShell យើង remote វាគឺ SSH username ប្រមាណវាហើយ .ip របស់យើងគឺ 192.168.1.26 192.168.1.26 enter password គឺ URI មួយទៀតសម្រាប់ឆែកទៅលើ username របស់យើង URI អញ្ចឹងយើងអាច remote វាចូលមកបានហើយអញ្ចឹងចំណុចបន្ទាប់គឺយើង run នៅលើ comment ទាំងអស់ហ្នឹងហើយចំណុចទី1តកតងជាមួយ CPU information អញ្ចឹងចំណុចទី1គឺ LS CPU ហ្នឹងគឺយើង run វាដើម្បីឆែកមើលទៅលើព័ត៌មានរបស់ CPU ទាំងអស់អញ្ចឹងយើងវាយ comment ហ្នឹងមកគឺ LS CPU ហើយទាំងអស់នេះគឺជាព័ត៌មានរបស់ CPU ដែលវាមាន32 bit 64 bit ហើយមាន0ដល់7 CPU វាហើយចំនួន CPU សរុបគឺ8ហើយទាំងអស់ហ្នឹងសុទ្ធតែជាព័ត៌មានរបស់ CPU ហើយយើងចូលមកដល់ចំណុចទី2គឺតកតងជាមួយនឹង comment htop comment htop ហ្នឹងគឺយើង run ដើម្បីឆែកទៅលើ PID របស់CPU របស់យើងហើយបើយើងសម្រាប់ htop ហ្នឹងបើសិនបើយើងអត់ត install យើងគ្រាន់តែវាយ comment នេះទៅនេះគឺ sudo apt install htop ហ្នឹងទៅគឺវា install ឲ្យហើយតែសម្រាប់ខ្ញុំគឺខ្ញុំបាន install ហើយអញ្ចឹងខ្ញុំធ្វើការវាយទៅលើ comment htop យកតែម្ដងគឺ htop enter ហើយនេះគឺជា PID របស់ខ្ញុំគឺ 2364 ហ្នឹងទៅហើយបើយើងចង់ cancel វាគឺចុច Ctrl C បន្ទាប់មកយើងចូលមកដល់ចំណុចបន្ទាប់គឺ sensor កន្លែងហ្នឹងគ្រាន់តែឆែកមើលកៅទេគឺយើងអាច skip វាបានយើងចូលមកដល់ចំណុចបន្ទាប់គឺ RAM ហើយនិង memory ហើយតកតងជាមួយនឹង comment ដំបូងគឺ free.h បានន័យថា comment ហ្នឹងគឺឆែកទៅលើ RAM វាថា RAM ហ្នឹងប្រើប្រហែលនៅសល់ប្រហែលអញ្ចឹងខ្ញុំសុំធ្វើការ run ទៅលើ comment ហ្នឹងគឺ free.h ហើយនេះគឺជាព័ត៌មានរបស់ RAM គឺ total របស់វាគឺ 5.3G ប្រើអស់244 មេ free 4.4G ចឹងទៅហើយមកដល់ចំណុចបន្តទៀតគឺយើងអាច skip បានយើងចូលមកដល់ storage and disk ចំណុចនេះគឺ comment បន្ទាប់គឺ ds.h comment នេះគឺយើង run ដើម្បីឆែកទៅមើល
space របស់ space ក៏ដូចជា partition ទាំងអស់របស់ CPU ចឹងវាយមកដក F ដក A យើងឃើញថានេះយើងមើលតាមមួយជួរនេះបានហើយគឺ size របស់វាគឺ 12.8 ហើយនឹង 7.4G ហើយ comment បន្ទាប់គឺតកតងជាមួយនឹងការ block device ឬក៏គេហៅថា kill អញ្ចឹងតកតងជាមួយនឹង comment នេះគឺយើងមិន block device ទេគឺមិន kill ទេគឺយើងឆែកទៅលើtree structure បានន័យថានៅពេលដែលយើងវាយ comment ហ្នឹងទៅវាចេញជា tree structure គឺ ls blk នេះវាចេញជា tree structure ចេះហើយcomment បន្ទាប់គឺ network និង CPU comment ឡើយនេះគឺខ្ញុំបានវាយដំបូងហើយគឺគាត់តែយើងឆែកទៅលើ IP របស់យើងរបស់វាគឺ PIA enter ប៉ុណ្ណឹងនេះគឺជា IP ហើយយើងអាច skip វាបានឬក៏យើងអាច run វាលេងក៏បានដែរតែខ្ញុំសូម skip វាចូលមកដល់ចំណុចបន្តសិនគឺតកតងជាមួយនឹង kill process management pinit and kill អញ្ចឹងcomment ពិសេសcomment សំខាន់គឺ PS AUX តកតងជាមួយនឹង comment ហ្នឹងគឺយើង run ដើម្បីឆែកទៅមើលការ process ទាំងអស់អញ្ចឹងយើងវាយវាមក PS AUX នេះprocess របស់វាទាំងអស់មានច្រើនណាស់ហើយមកដល់ចំណុចបន្ទាប់គឺតកតងជាមួយនឹង comment kill ដោយឧទាហរណ៍បើយើងចង់ kill នៅលើuser ណាមួយយើងអាចវាយ kill តោះមកយើងវាយ PID របស់វាដែល PID ហ្នឹងគឺខ្ញុំបានជ័យនៅខាងលើមិញអញ្ចឹងយើងវាយ comment ចេះគឺ PS A បានន័យថាគឺយើងឆែកមើលទៅលើការ process current process អញ្ចឹងណាហើយឧទាហរណ៍បើយើងចង់ kill នៅលើ PID មួយនេះយើងគ្រាន់តែវាយ kill តបមកយើងវាយ ID របស់ PID ហ្នឹងទៅគឺ822ហ្នឹងទៅគឺវានឹង kill វានឹង end របស់ដាច់ឯងហើយមកដល់មួយ comment មួយទៀតគឺ kill ដក 9 បានន័យថាយើង fork kill process អញ្ចឹងយើងគ្រាន់តែដាក់ដក 9 មួយទៀតមកយើងវាយលេខ ID ចូលមកហើយអានេះគ្រាន់តែយើងចង់ kill វាតាមឈ្មោះអញ្ចឹងទៅគឺ kill all តបមកយើងវាយឈ្មោះរបស់ PID របស់យើងទៅហើយចូលមកដល់ចំណុចបន្ទាប់គឺតកតងជាមួយនឹង system ហើយនឹង restart system shut down ហើយនឹង restart អញ្ចឹងដោយសារយើងបាន remote វាហើយអញ្ចឹងយើងវាយ comment ចូលយកតែម្ដងទៅគឺដើម្បីឥឡូវដើម្បី shut down វាបានគឺយើងត្រូវវាយមានពាក្យ sudo នៅពីមុខអត់ទេខ្ញុំសូមធ្វើការ restart វាមុនគឺ reboot ហ្នឹងឯងហើយនេះដើម្បី run នៅលើ run comment ភាគច្រើនគឺត្រូវការ sudo permission អញ្ចឹងបានន័យថាយើងវាយពាក្យ sudo នៅពីមុខបានយើងអាច comment នឹងបានអាចធ្វើឲ្យ comment ទាំងអស់នោះវាដើរអញ្ចឹងវាយ sudo shut down ដក all បានន័យថា root now មួយទៀតមកយើង enter password connect អញ្ចឹងយើងមើលមកលើ Linux របស់យើងនេះវា reboot ហើយគឺវាកំពុងតែ reboot ហើយចុយអញ្ចឹងយើង enter ថាថ្មី login ចូលថាថ្មីគឺប្រណី
ហើយតកតងជាមួយនឹង comment បន្ទាប់គឺ shutdown comment shutdown យើងcònវាយពាក្យ sudo shutdown មកហើយយើងអត់វាយពាក្យដក o ទេគឺយើងវាយ now enter មកវានឹង shutdown ខ្លួនឯងអូវាអត់ shutdown ទេដោយសារយើងអត់តន់ connect វាសារថ្មីអញ្ចឹងយើងត្រូវវាយ IPA connect វាសារថ្មីSSH IP របស់យើងគឺ192ឯណាចេះឈប់192.168.1.1.1.1.26 enter password ហើយយើងធ្វើការ run នៅលើ command shutdown មួយទៀតគឺ sudo shutdown now enter password enter អញ្ចឹងមានធ្វើការ shutdown này អញ្ចឹងតកតងជាមួយនឹងការ run command គឺមានប៉ុណ្ណឹងហើយអរគុណច្រើនលោកគ្រូវីដេអូហ្នឹងគឺចប់ប៉ុណ្ណឹង
ជំរាបសួរលោកគ្រូវីដេអូបន្ទាប់នេះគឺជាវីដេអូ midterm ទី1ទាក់ទងជាមួយនឹងការrecord ទៅលើ user management ដែលលោកគ្រូបានចែក requirement ឲ្យមក run តាមនឹងហើយមាន9ចំណុចអញ្ចឹងទាក់ទងជាមួយនឹងចំណុចទី1គឺការឆែកទៅលើ user គឺ UMI user របស់ខ្ញុំគឺនេះមានប្រណីតោះមកយើងធ្វើការបង្ហាញនៅ directory គឺ pwd តទៅពីយើងបង្ហាញហើយគឺយើងត្រូវការបង្កើតនៅ user មួយអញ្ចឹងដើម្បីបង្កើតនៅ user មួយគឺយើងត្រូវវាយ command sudo user add .m.s ហើយ /bin/bas តើមកយើងធ្វើការដាក់ឈ្មោះទៅលើ user ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំសូមដាក់ថាប្រណី su10 enter តើមកវាធ្វើវាត្រូវការទាមទារ password របស់ admin នេះរបស់នេះប្រណីនេះអញ្ចឹងសូមវាយ password ចូលខុស password តបនៅពេលដែលយើងបញ្ចូលpassword admin ហើយយើងត្រូវការដាក់ password ទៅលើ user ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងវាយទៅលើ command sudo pass wd វាយឈ្មោះទៅលើ user ដែលយើងបានបង្កើតមិញគឺប្រណី su10 enter តើមកយើងដាក់ pass ថ្មីឲ្យវាទៅគឺធ្វើការសម្រាប់ថ្មីនឹងខុសគឺ sudo pass wd ប្រណីយើងធ្វើការដាក់ password វារួចហើយនៅពេលដែលយើងដាក់ហើយយើងត្រូវការធ្វើការ switch ទៅកាន់ user ថ្មីដែលយើងបានបង្កើតហ្នឹងអញ្ចឹងដើម្បី switch ទៅកាន់ user ថ្មីហ្នឹងគឺយើងត្រូវវាយ command sudo user ដែលយើងបានបង្កើតមិញហ្នឹងដើម្បីដាក់ password enter តមកទៀតគឺយើងឆែកទៅលើ user ថ្មីនឹងយើងសូវាអញ្ចឹងយើងវាយ command UMI មកនេះវាចេញហើយគឺប្រណិត su10 បន្ទាប់មកយើងធ្វើការបង្ហាញនៅ directory របស់វាគឺ pwd enter នៅពេលយើងបង្ហាញហើយយើងធ្វើការបង្កើត folder ថ្មីមួយតមកយើងលិះវាមើលអញ្ចឹងដើម្បីបង្កើតfolder ថ្មីមួយគឺយើងវាយ mk dir បានន័យថា making directory អញ្ចឹងfolder ថ្មីនេះខ្ញុំដាក់ឈ្មោះថា su10 អក្សរធំ su អក្សរធំ enter តមកយើងលិះវាមើលនេះចេញមកហើយគឺ su10 folder ពេលដែលយើងបង្កើតហើយគឺយើងត្រូវការចាក់ចេញទៅ user ដើមចាក់ចេញទៅuser នេះ
នេះ from នៃ user ដើមរបស់យើងអញ្ចឹងយើងវាយ comment exit មក exit enter វាលោតពី look out ហើយអញ្ចឹងចូលមកដល់ចំណុចមួយទៀតគឺយើង show user list តាមរយៈការវាយ comment cat /etc/pass.wd enter អញ្ចឹងតកតងជាមួយនឹងការវាយ comment ហ្នឹងគឺវាចេញមកនេះការបង្ហាញ user list របស់យើងអញ្ចឹងតកតងជាមួយនឹងការងារទី1គឺមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូដែលបានមើលវីដេអូនេះជំរាបសួរលោកគ្រូខ្ញុំឈ្មោះមាសប្រណីមកពីក្រុម Ayuda ថ្ងៃនេះផងដែរខ្ញុំមកធ្វើការ demo តាក់ទងជាមួយនឹងproject midterm គឺ project ទី2ដែលមានproject ទី2ហ្នឹងគឺធ្វើការបង្កើត file ឬក៏បង្កើត group អញ្ចឹងទី1គឺតាក់ទងជាមួយនឹងការបង្កើត group ដែលការបង្កើត group ហ្នឹងគឺយើងត្រូវវាយ sudo group add តមកយើងដាក់ឈ្មោះរបស់យើងគឺ developer password តមកយើងបង្កើត group ទាំងអស់មួយចាំឆែកមើលទាំងសរុបមកគឺ sudo group add UX UI sudo group add develop enter តើយើងធ្វើការឆែកទៅលើ group ដែលយើងបានបង្កើតហ្នឹងគឺយើងវាយ/etc/etc/group enter ហើយនេះគឺជា group ដែលខ្ញុំបានបង្កើតមិញមាន3គឺ developer UI UX និង DevOps ហើយសូម clear មួយសិនតកតងជាមួយនឹងចំណុចបន្ទាប់នៅពេលដែលយើងបង្កើតហើយឥឡូវគឺយើងធ្វើការលុបវាវិញមួយ sudo group del គឺ delete group del delete ទៅលើ group ណាមួយឧទាហរណ៍ group developer enter តើមិនធ្វើការឆែកយើង delete ទៅគឺវាដាច់ហើយអញ្ចឹងតទៅពីយើង delete ហើយគឺយើងចូលមកកាន់ការបង្កើត file ម្ដងអញ្ចឹងការបង្កើត file ហ្នឹងគឺយើងត្រូវវាយថា touch តមក file name របស់យើងកន្លែងនេះខ្ញុំសូម copy ខ្លាចខុសគឺនេះគឺ developer process type មួយទៀតគឺ UI process TXT មួយទៀតគឺ DevOps process type អូខេ enter បន្ទាប់មកគឺយើងធ្វើការឆែកទៅលើ file ដែលយើងបានបង្កើតហ្នឹងគឺយើងវាយ list ឬក៏ ls ដក al កាយ .txt នេះគឺជា file ដែលយើងបានបង្កើតមិញបន្ទាប់មកពេលដែលយើងបង្កើតហើយយើងធ្វើការដូរទៅលើ ID របស់យើងគឺវាយ comment ch mode 7
5 cái cho thì Enter តើមកយើង English វាមើលគឺឃើញថាវាបានដូរហើយតកងជាមួយនឹង read line ហ្នឹងអាហ្នឹងគឺវាមានលេខសម្គាល់របស់វាហើយអញ្ចឹងដើម្បីចង់ដឹងបញ្ជាក់ឲ្យច្បាស់តើយើងបូកដកវាបញ្ជាក់តាមហ្នឹងហើយចូលមកដល់ command បន្ទាប់គឺធ្វើការធ្វើឲ្យgroup developer និង UI UX ហ្នឹងអត់អាច access ចូលទៅកាន់ group develop បានអញ្ចឹងយើងវាយ command sudo .php develop developer process enter អូខេអញ្ចឹងបន្ទាប់មកគឺយើងត្រូវ list down វាមើលម្ដងទៀតដល់យើងអូខេអញ្ចឹងចំណុចបន្ទាប់គឺយើង list វាមើល .ls.l develop process enter តើមកយើងគឺ ls enter អញ្ចឹងតកតងជាមួយនឹងការបង្កើតក្រុមក៏ដូចជាការបង្កើត file គឺមានបញ្ហាគ្រូសូមអរគុណ